លើកទី1ដែលយកចន្ទីមកធ្វើម្ហូបនេះព្រោះរាល់ដងខ្ញុំយកតែទៅចុចជាមួយទឹកត្រីជាមួយប្រហុកមួយអំបិលអីចឹងទៅសម្រាប់ចន្ទីទុំណាចន្ទីចាស់អីទៅយើងយកទៅជ្រលក់មួយទឹកត្រីទៅអីឆ្ងាញ់មានចន្ទីលំកច្រែងចុះចន្ទីខ្ចីដែលនៅសល់បងប្អូនអាហ្នឹងគឺយកទៅធ្វើអីវិញបោះចោលមែនទេតើអត់ទេបងប្អូនយកមកស្លមកជូរចែអូឆ្ងាញ់ណាលាយជាមួយនឹងកូនត្រីមួយជាមួយនឹងត្រីឆ្អើរអីទៀតណាដាក់ប៉េងប៉ោះមួយជូរហលញិចម្ទេសមកអូជាតិសន្លប់បងប្អូនអើយលើកទី1សម្រាប់ខ្ញុំប៉ុន្តែញ៉ាំទៅឆ្ងាញ់ជក់មាត់មែនតែនជូរប្រៃផ្អែមឆ្ងាញ់ណាបងប្អូនដែលធ្លាប់អត់ឬក៏អត់ធ្លាប់ដូចខ្ញុំដែរខ្ញុំលើកទី1សម្រាប់ខ្ញុំក៏ប៉ុន្តែម្ហូបនេះគឺម្ហូបប្រចាំតំបន់របស់ខាងបងប្អូនកំពង់ធំណាស្វាយចន្ទីស្រុកយើងឯងប៉ុន្តែខាងស្រុកគាត់នោះគាត់ហៅផ្លែកាយ៉ៅបងប្អូនខ្ញុំធ្លាប់ឮដែរខ្ញុំផ្លែកាយ៉ៅតែពិតខាងគាត់ហៅអញ្ចឹងខាងយើងហៅស្វាយចន្ទីចឹងទៅហើយនឹងដែររកចកាចន្ទីបានមួយឡើងធំពីអ្នកប្អូនទៅរកបេះចន្ទីដើម្បីយកមកស្លនឹងឯងបងប្អូនណាមួយចង់ញ៉ាំស្វាយចន្ទីផងខានញ៉ាំយូរហើយ 4-5 ឆ្នាំហើយចង់ខ្ញុំចេញពីស្រុកមកខ្ញុំខានញ៉ាំចន្ទីនឹងយូរខ្លាំងមែនតែនចង់តាំងកណ្ដឹងនឹកឃ្លានចង់ញ៉ាំបែរអាទុំផងបែរអាខ្ចីផងយកទៅស្លហើយមើលទស្សនវិជ្ជាដូចចកាបងប្អូនអើយក្តៅតិចក៏ប៉ុន្តែមានខ្យល់ធ្លាក់មកលហៀអូបានញ៉ាំនៅក្រោមដើមទៀតហើយនិយាយថាត្រជាក់ចិត្តមែនតែនបែយកឲ្យខ្វះក៏មែនតែនឲ្យសុបាយទៅនឹងក្តៅអីផងត្រជាក់ផងអីផងអូប៉ុន្តែអារម្មណ៍បែបហ្នឹងគឺមិនសូវមានម៉ាទេធ្វើការហត់យើងត្រូវទៅរកកន្លែងណាត់លំហែគូក្បាលខ្លះហើយតែនឹងដូចទៅដើរលេងផងទៅបេះមើលនេះមើលនោះប្រៃប្រឹក្សាធម្មជាតិមានទាំងផ្លែឈើគ្រប់មុខមានផ្លែជពូផងផ្លែខ្នុរផងហើយសំខាន់ណាស់ហ្នឹងគឺមានផ្លែគុយទៀតបងប្អូនអើយហើយប៉ះពីខ្ញុំនេះចូលចិត្តគុយផងហើយខានបានញ៉ាំគុយយូរហើយទៅឃើញនឹងដើមផ្សអញ្ចឹងតិចនិយាយថាសុបាយចិត្តរំភើបណាស់អផងឃើញផ្លែគុយទុំវាមិនសូវច្រើនប្រហែលទេប៉ុន្តែបានឃើញផ្ទាល់បេះផ្ទាល់អញ្ចឹងវាសុបាយចិត្តណាបេះញ៉ាំភ្លាមនិយាយថាអូជូរជ្រះឆ្ងាញ់ហ្មងដើរប្រោប្រាច់មើលនេះមើលនោះបេះគុយផងបេះចន្ទីផងមកសទុះទេបងប្អូនអើយបានចន្ទីឡើងមកច្រែងធំល្មមតែយើងអាចយកទៅស្លបានហើយពូយើងយកស្លនឹងស្លតាអាខ្ចីណាកុំច្រឡំណាអាណារៀងចាស់ហ្នឹងស្លបានហើយតែបើថាអាណារៀងទុំគឺយើងស្លអត់ការទេព្រោះវាមានជាតិផ្អែមហើយនិងជាតិទឹកខ្លាំងចឹងអ្វីដែលយើងស្លហ្នឹងគឺយើងស្លតាខ្ចីល្មមឯនេះមកកច្រែងធំមកកច្រែងហ្នឹងគ្មានសាច់ការទេអ្វីដែលស្លបានហ្នឹងស្លបានតែមួយល្មមឯងខ្ញុំស្លតែមួយកូនចានមុំហូប3-4នាក់ទេបងប្អូនហ្នឹងបេះផ្ទាល់ស្លផ្ទាល់នៅនឹងចកានឹងហ្មងអត់ប្រអងទេពូគ្រឿងក្រៅយើងក៏មានអីច្រើនដែរយើងលាងតែបន្លែមានដូចជាពេញប៉ោះអីតិចតួចទៅហើយចន្ទីហ្នឹងយកអាចាស់ហ្នឹងទៅមូគ្រាប់បុលអីទៅហើយខ្ញុំមានកូនត្រីអីបន្តិចដែរជាមួយនឹងកពឹសហ៎បងប្អូនអើយកូនត្រីហ្នឹងតែងអស់តែ 2-3,000 ទេកពឹស 1,000 អញ្ចឹងកូនត្រីហ្នឹង2,000ទាំងអស់ 3,000 លាងទឹកលាងអីឲ្យបានស្អាតទៅអូត្រជាក់ណាស់បងប្អូនអើយទឹកក៏ត្រជាក់ខ្យល់មកលវិអូក្តីសុខហ្មងហើយរៀបចំគ្រឿងក្រូចស្លម្ជូរយើងមានអីទេយើងដាំទឹកចោលសិនទៅហើយមានកូនលកៃលក្រូចដេងនឹងឯងបងប្អូនគ្រឿងស្លម្ជូររបស់យើងណាហើយបន្ថែមខ្ទឹមសអីតិចតួចទៅហើយអ្វីដែលយើងខ្វះបានគឺម្អមយើងត្រូវការម្អមដើម្បីបង្កើនរសជាតិឈ្ងុយណាហើយចន្ទីខ្ញុំគិតជាច្បាមូលបែបហ្នឹងទៅបងប្អូនហើយតាមទឹកផងដើម្បីកុំឲ្យវាខ្មៅដៃខ្ញុំវិញមិនបាច់ទេសចរហើយបងប្អូនណាខ្លះនៅក្មេងៗញ៉ាំចន្ទីទៅវាប្រឡាក់កៅអៅមិនបាច់ថ្លែងទេហើយសាឡខ្ញុំទឹកពុះហើយខ្ញុំបងប្រហុកមកស្លាបព្រាបាយទៅហើយកូនលកៃលក្រូចដេងនឹងហាន់ដំវាចប៉ាឡាតចឹងមកកូនលក្រីនឹងដាក់2-3គល់ទៅហើយដេងដាក់2-3ដុំដេងស្រ័យទៅឈ្ងុយណាស់ហើយបន្ថែមលក្រូចហ្នឹង2-3សន្លឹកផងឲ្យវាកាន់តែឈ្ងុយស្លយើងចោលអត់បានទេអាគ្រឿងផ្សំទាំងអស់ហ្នឹងហើយម្ទេសក៏ខ្ញុំអត់ចោលដែរខ្ញុំថែមមកគ្រាប់2គ្រាប់ដែរទៅឲ្យស្លរបស់យើងវាកាត់ជាតិឆ្អាបបានល្អហើយយើងដាក់ទឹកយើងឲ្យឡើងពុះទៅចាំយើងបង់គ្រឿងផ្សំផ្សេងចូលហើយអំពិលទុំខ្ញុំចូលចិត្តបង់ពេលដែលទឹកពុះអញ្ចេះគឺខ្ញុំបង់មុនដើម្បីឲ្យទឹកស្លរបស់យើងវាអត់មានពណ៌ខ្មៅបងប្អូនព្រោះចន្ទីយើងវាខ្មៅអញ្ចឹងទៅត្រូវតែបង់អំពិលមុនអាហ្នឹងជាទម្លាប់របស់ខ្ញុំហើយបង់ទៅបន្ទឹកស្លយើងវាថ្លាស្អាតណាបងប្អូនហើយបន្ថែមគ្រឿងទៅដាក់អំពិលហ្នឹងបន្តិចទៅចេងបន្តិចទៅហើយស្ករបន្តិចទៅរសជាតិយកតាមការចូលចិត្តទៅបងប្អូនយើងមើលតែទឹកស្លយើងពុះហើយយើងបង់កូនត្រីមកកូនត្រីហើយនឹងកពឹសនឹងអូត្រូវគ្នាខ្លាំងណាស់បងប្អូនអើយ
ស្រួលញ៉ាំបើខ្ញុំស្លមួយត្រីឆ្លាំងត្រីអីទៅវារៀងឆ្អឹងណាចឹងញ៉ាំអាកូនត្រីទូចចេះស្រួលណាស់ឡំម្ជូរស្រែយើងហើយដាក់កូនត្រីនោះវាឆ្អិនមកអំពុះទៅចាំយើងបងចន្ទីតាមក្រោយបើបងតណាគ្នាវាអាចមានក្លិនឆ្អាបបងប្អូនហើយមានគុយមានអីទៀតឡើងមកកញ្ច្រែងធំកណ្ដងអូបានទៅជាការនិយាយថាក្តីសុកហើយអ្វីដែលយើងចូលចិត្តខានញ៉ាំយូរហើយចន្ទីយើងហ្នឹងយើងលាងទឹកលាងអីបានស្អាតមើលទឹកគេលំខ្មៅហើយពួកឲ្យវាចេញពណ៌មកចន្ទីពណ៌វាមិនសូវត្រូវគ្នាជាមួយនឹងកៅអៅម៉ានេះផ្សេងគេកៅអៅសហ្មងតែថាពាក់អាវសទៅបេះចន្ទីឲ្យមិនបាច់ថ្លែងទេដឹងខ្មៅញូញ៉ៃបងប្អូនហើយចន្ទីនឹងលាងទឹកឲ្យបានស្អាតពី3ទឹកទៅហើយយើងស្រង់វាឲ្យស្រស់ទឹកសិនចាំយើងយកទៅដាក់ក្នុងស្លរបស់យើងស្លយើងពុះឲ្យនៅខ្ជូលខាងក្រោយនោះក្លិនគេឡើងឈ្ងុយប្រហុកមកហើយទឹកស្លយើងពុះខ្ជូលហើយនឹងឈ្ងុយល្អហើយក៏បងចន្ទីចូលទៅចន្ទីនឹងក៏យើងបងមិនជាយូរប្រហែលដែរបងតែមកពុះទៅវាទន់ល្មមអាចញ៉ាំបានហើយព្រោះកាលណាតាដាក់លលួយពេកក៏វាអត់សូវឆ្ងាញ់ដែរបងប្អូនដាក់ទៅកូរវាមកពុះទៀតទៅស្លរបស់យើងជិតបានញ៉ាំបានខ្ញុំចោះតែស្លផ្ទាល់ហ្នឹងណាមីងម្ចាស់ចការក៏ថាចេះអើយអ្នកគ្រួយខ្ញុំមកលើកទី1ដែរបានឃើញស្លហ្នឹងដឹងចេះខ្ញុំឆ្លោះហូបយូរណាស់ខ្ញុំអត់មានអីញ៉ាំអីហ្នឹងបានញ៉ាំយូរហើយដោយសារតែគាត់អត់ដឹងហ៎បងប្អូនពេលខ្ញុំចោះទៅគាត់ដឹងបានមុខម្ហូបថ្មីមួយទៀតគាត់នឹងធ្វើញ៉ាំឲ្យចាំមើលទៅព្រោះចន្ទីគាត់ពេញចការជុះចោលគាត់មិនដឹងធ្វើអីចឹងចាំមើលពេលដែលគាត់រកអីញ៉ាំបានគាត់មានតែកូនត្រីគាត់ស្លចេះបានហើយកុំភ្លេចណាបងប្អូនទៅជាងគេទៀតជាមួយនឹងត្រីឆ្អើអូទៅឆ្អើបបានត្រីដៃទៀតកាន់តែជាតិមកបងប្អូនខ្ញុំមានតែឆ្អើខ្ញុំទិញ2ខាំដែរដាក់ទៅស្លរបស់យើងកាន់តែមានជាតិឈ្ងុយទៀតហើយក្លិនវិញដូចស្លរោងការអញ្ចឹងបងប្អូនឆ្ងាញ់ខ្លាំងណាស់បន្ទាប់ពីយើងបងទៅឆ្អើហើយចាំយើងបងពេញប៉ោះទូចៗហ្នឹងតាមក្រោយពេញប៉ោះតូចៗហ្នឹងបងតែមកប្រងទៅបានហើយពូខ្ញុំអត់ចូលចិត្តឲ្យពេញប៉ោះហ្នឹងឲ្យលួយខ្លាំងទេវាអត់ឆ្ងាញ់វាបាត់រសជាតិដើមមកបងប្អូនអញ្ចឹងទៅបងវាតែមកប្រងហើយចុងក្រោយយើងបងតែម្អមថែមទៅរួចរាល់ហើយនិយាយវាថាបរិយាកាសបែបនេះក្តីសុខណាស់បងប្អូនអើយមានសលេងចាប់យំមានមន់យំសលេងអ៊ូអអូយក្តីសុខខ្លាំងហ្មងទៅស្រុកម្ដងបានបែបនេះហាគឺបាយអស់ព្រលឹង2-3ចានបងប្អូនអើយបាយហូបនិយាយពីថាចុះមែនតែនហ្មងហើយកន្លែងមើលស្លយើងវិញស្លយើងពុះហើយវាមានជាតិពពុះតិចហ្នឹងយើងស្រង់វាចេញមកធម្មតាទេស្លម្ជូរស្លអីក៏ដោយវាតែងតែមានពពុះចឹងហើយយើងស្រង់មកដោយសារយើងបងគ្រឿងក្រើប្រហុកអីហ្នឹងវាចេញអាពពុះហ្នឹងស្រង់ឲ្យអស់ទៅទឹកស្លយើងថ្លាយហើយឈ្ងុយមែនតែនជាតិណាស់ភ្លក់មើលទៅមកល្មមឆ្ងាញ់ជូរប្រៃផ្អែមពេលហ្នឹងបងប្អូនខ្ញុំភ្លេចថតអត់ជាប់បងមកអមតាមក្រៅទៀតស្លយើងឆ្ងាញ់ហ្មងហើយដួសដាក់ចានទៅដួសដាក់ចានឲ្យភ្លក់ញ៉ាំក្តៅបានឆ្ងាញ់ខ្ញុំធានាបាយនឹងអស់ពីឆ្នាំងហើយឡើង2-3ចានហើយបើបានញ៉ាំជុំគ្នាជាជានិយាយលេងញ៉ាំទៀតអូយជាតិណាស់បងប្អូនអើយក្តីសុខហ្មងមិនធ្លាប់ធ្វើញ៉ាំសាលបងធ្វើញ៉ាំតាមខ្ញុំដូចចេះទៅដឹងតែធានាតែឆ្ងាញ់នេះខ្ញុំចេញវិជ្ជការកំពុងតែឃ្លានទៀតអ្នកជំមើលទៅរកកំងមីងឬក៏បងដែលនៅចិត្តនេះហារយមកធ្វើញ៉ាំទៀតឲ្យពុកឃ្លានទៀតញ៉ាំទៅវាជក់មាត់ហើយណាមួយខ្ញុំចូលចិត្តឡំមកជូរជ្រះចឹងទៀតញិចមួយម្ទេសមួយទឹកត្រីថែមអូជាតិណាស់បងប្អូនអើយយ៉ាងថាបោះយាយថាមិនដឹងឆ្ងាញ់ជាតិស្លតែវាមានក្លិនចន្ទីអីមកឆេះឈូលអីអត់ទេគឺវាឈ្ងុយស្លមកជូរនៅពេលដែលយើងញ៉ាំមួយម៉ាត់ទៅវាអត់មានក្លិនចន្ទីក្លិនអីទេវាមានអារម្មណ៍ថាឈ្ងុយស្លមកជូរព្រោះយើងបងមួយមកអមហើយនឹងយើងប្រើកូនត្រីហើយជាមួយនឹងទឹកឆ្អើចឹងទៀតនិយាយថាអូយខ្ទិះមកបងប្អូនអើយអរគុណបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងដែរថ្មីប្លែកជូនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយបងប្អូន